ចាសសូមជម្រាបសួរប្រិយមិត្តជាទីមេត្រីសូមអញ្ជើញប្រិយមិត្តមកយល់ដឹងតាក់ទងទៅនឹងទម្លាប់ដើរលឿនអាចជួយឲ្យយើងមានសុខភាពល្អចាវីដេអូនេះនាងខ្ញុំនឹងបង្ហាញជូនប្រិយមិត្តឲ្យដឹងពីអត្ថប្រយោជន៍នៃការទម្លាប់ដើរលឿនអាចជួយឲ្យយើងមានសុខភាពល្អជាងអ្នកដែលដើរយឺតចាតើប្រិយមិត្តដឹងទេថាល្បឿននៃការដើររបស់អ្នកអាចបង្ហាញពីស្ថានភាពសុខភាពរបស់អ្នកបានច្រើនជាងអ្វីដែលយើងធ្លាប់គិតអ្នកស្រាវជ្រាវបានរកឃើញថាមនុស្សដែលមានទម្លាប់ដើរលឿនពីធម្មជាតិច្រើនតែមានអាយុវែងជាងអ្នកដែលដើរយឺតខ្លាំងនៅក្នុងការសិក្សាមួយភាពខុសគ្នានេះពិតជាមានទំហំធំគួរឲ្យភ្ញាក់ផ្អើលមូលហេតុមិនមែនស្ថិតនៅលើសកម្មភាពនៃការដើរតែមួយមុខនោះទេការដើរក្នុងល្បឿនលឿនជារឿយត្រូវបានផ្សារភ្ជាប់ទៅនឹងសុខភាពបេះដូងកាន់តែរឹងមាំមុខងារសួតដំណើរការបានល្អប្រសើរសាច់ដុំមានសុខភាពល្អភាពប្រសើរឡើងនៃតុល្យភាពនិងចលនារាងកាយនិងភាពធន់នៃរាងកាយក្នុងករណីជាច្រើនល្បឿននៃការដើរតួជារូបភាពឆ្លុះបញ្ចាំងយ៉ាងរហ័សមួយដែលបង្ហាញពីប្រសិទ្ធភាពនៃដំណើរការរាងកាយរបស់អ្នកទាំងមូលអ្វីដែលអស្ចារ្យបំផុតនោះគឺភាពសាមញ្ញរបស់វាអ្នកមិនចាំបាច់ត្រូវការឧបករណ៍ថ្លៃឬការហាត់ប្រាណដ៏ធ្ងន់ធ្ងរដើម្បីទទួលបាននូវអត្ថប្រយោជន៍នោះទេសូម្បីតែការបន្ថែមល្បឿនបន្តិចទៅលើការដើរប្រចាំថ្ងៃរបស់អ្នកក៏អាចជួយជំរុញដល់ចរន្តឈាមរត់បង្កើនភាពធន់និងលើកកម្ពស់សុខភាពរយៈពេលវែងបានផងដែរជាការពិតណាស់ការដើរយឺតមិនមែនមានន័យស្វ័យប្រវត្តិថាបុគ្គលនោះមានសុខភាពខ្សោយនោះទេកត្តាផ្សេងដូចជាអាយុរបួសពិការភាពនិងស្ថានភាពជំងឺក៏មានឥទ្ធិពលទៅលើល្បឿននៃការដើរផងដែរប៉ុន្តែជារួមចលនារាងកាយគឺជារឿងដែលសំខាន់បំផុតជួនកាលសញ្ញាដ៏ច្បាស់លាស់បំផុតដែលបញ្ជាក់ពីរាងកាយដែលមានសុខភាពល្អគឺគ្រាន់តែសម្លឹងមើលទៅលើភាពជឿជាក់និងថាមពលនៅពេលដែលរាងកាយនោះធ្វើចលនាឆ្លងកាត់ជីវិតប្រចាំថ្ងៃតែប៉ុណ្ណោះចាប្រិមិត្តនេះគឺជាអត្ថប្រយោជន៍នៃការដើរលឿនចាគឺជួយដល់សុខភាពរបស់យើងវីដេអូនាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរអរគុណប្រិយមិត្តដែលចំណាយពេលវេលាដ៏មានតម្លៃទស្សនាវីដេអូមួយនេះសូមប្រិយមិត្តជួយ Subscribe Channel YouTube នាងខ្ញុំម្នាក់មួយផងចាដើម្បីទទួលបាននៅវីដេអូផ្ដល់នៅចំណេះដឹងជាបន្តបន្ទាប់ទៀតចាពេលនេះនាងខ្ញុំក៏សូមអរគុណចាសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ